រឿងខ្មោចបឹងស្នួលលងអ្នកនេសាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងពិតមួយទៀតហើយដែលរឿងពិតនេះគឺបានមកពីបងឌឿនហើយរឿងនេះក៏ជារឿងទី2របស់បងឌឿនដែរហើយបងឌឿនគាត់រស់នៅស្រុកបវរខេត្តបាត់ដំបងហើយសាច់រឿងនេះគឺកើតឡើងក្នុងអំឡុងឆ្នាំ2004ចឹងកុំឲ្យខាតពេលយូរសូមតាមដានសាច់រឿងគាត់ទាំងអស់គ្នាដំណើរសាច់រឿងដំបូងរបស់បងឌឿននឹងកាលពីដំបូងនឹងគឺគាត់បានប្រាប់ខ្ញុំថាគាត់ជាអ្នកធ្វើស្រែចំការទេប៉ុន្តែសល់ពេលវេលាអញ្ចឹងគឺគាត់នេសាទដើម្បីបានត្រីនឹងមកហូបខ្លះឬក៏ទៅលក់ខ្លះអញ្ចឹងទៅហើយកាលពីអំឡុងឆ្នាំ2004នោះក៏អត់សូវមានអ្នកឆក់ឬមួយក៏អ្នកដែលនេសាទមើលទៅដូចថាឲ្យដាច់ពូជត្រីតែបើមកដល់សម័យឥឡូវនេះគឺអត់សូវមានត្រីទេដោយសារតែការធ្វើស្រែហ្នឹងក៏ប្រើជីច្រើនថ្នាំក្តាមផងថ្នាំពៅផងអញ្ចឹងវាធ្វើឲ្យត្រីក្តាមខ្យងវាងាប់អស់ហើយបើប្រៀបធៀបជាមួយសម័យមុនគឺសម្បូរណាស់មិនថាតាមស្រែមិនថាតាមបឹងទេគឺស្រួលរកជាពិសេសគឺខែដែលយើងចាប់ផ្ដើមច្រូតគឺទឹកចាប់ផ្ដើមរីងហើយដំណើរសាច់រឿងមកឌឿនតទៀតហ្នឹងគឺគាត់ថាឲ្យតែគាត់នឹងរកត្រីក្នុងស្រែអស់ចាប់ផ្ដើមអស់ទឹកអញ្ចឹងគឺគាត់ទៅរកត្រីក្នុងបឹងម្ដងហើយបឹងដែលនៅជិតផ្ទះគាត់បំផុតហ្នឹងគឺមានតែបឹងស្នួលនេះឯងហើយបើនិយាយពីបឹងស្នួលវិញគឺជាព្រៃលិចទឹកមួយហើយក៏សម្បូរត្រីខ្លាំងណាស់ដែរតែអ្វីដែលពិបាកនោះគឺអ្នកនេសាទគេមិនសូវហ៊ាននេសាទពេលយប់ទេដោយសារតែនៅម្ដុំហ្នឹងខ្មោចលងច្រើនភាគច្រើនមានតែអ្នកទៅជាត់ឬមួយក៏ដាក់មងដាក់បកាយឬមួយក៏បង់សំណាញ់ខ្លះទៅអ្នកខ្លះទៀតក៏បបក់ហើយបងឌឿនគាត់បាននិយាយថាត្រីនៅនោះគឺច្រើនណាស់ច្រើនមែនទែនហើយបឹងហ្នឹងគឺទឹកធំណាស់អត់ដែលរីងទេមួយឆ្នាំទល់មួយឆ្នាំគឺទឹកអត់ដែលរីងអញ្ចឹងត្រីក៏វាមានដែលដាច់ពូជតាណាដែរហើយមិនថាខែប្រាំងហើយខែវស្សាទេគឺមានអ្នកនេសាទនៅម្ដុំអស់ហ្នឹងច្រើនហើយអ្នកខ្លះទៅក៏បានជួបរឿងរន្ធត់ហើយអ្នកខ្លះទៀតក៏អត់បានជួបដែរគឺថាពេលខ្លះទៅខ្មោចវាលងតាមមនុស្សដែលមានហុងស៊ុយដែរពេលខ្លះទៅអ្នកខ្លះទៅអត់ជួបទេអ្នកខ្លះទៀតទៅម្ដងជួប2ដងជួបអ្នកខ្លះទៅ3ដងជួបដល់ថ្នាក់អ្នកខ្លះទៀតក៏លែងហ៊ានទៅតែម្ដងអ្នកដែលទៅរកត្រីនៅម្ដុំអស់នឹងខ្មោចលងច្រើនពេកចឹងមកឌឿនក៏គាត់ថាមិនដឹងដែលលើកឡើងអ្នកណាទុកមួយណាដែរហើយគាត់ថ្ងៃនេះគាត់លើកតែប្រមាណរឿងទេដែលមកជម្រាបប្រាប់ខ្ញុំដែលគាត់លើកឡើងលើកទី1នោះគឺជួបទៅលើមីងតុំក៏គាត់ជាអ្នកនេសាទម្នាក់ដែរក៏ប៉ុន្តែគាត់មានតាអួននិងឈ្នាងដើម្បីអូសទេគឺគាត់អត់មានចេះបង់សំណាញ់ចេះអីដូចមនុស្សប្រុសយើងទេហើយភាគច្រើនទៅគាត់ទៅរាវនៅតាមម្ដុំគល់ឈើកន្លែងណាដែលទឹករាក់គឺគាត់ទៅហើយដំណើរថ្ងៃមួយហ្នឹងគឺគាត់ទៅរាវត្រីនៅកន្លែងគល់ឈើដែលនៅព្រៃលិចទឹកហ្នឹងគាត់បានជួបសាច់រឿងរន្ធត់មួយប៉ុន្តែមិនមែនពេលយប់ទេគឺថ្ងៃត្រង់វេលាម៉ោង12ហើយពាក្យចាស់គាត់បានពោលថាថ្ងៃត្រង់កន្លងយំមេសតុំខ្មោចលងនេះខ្ញុំឮតាមចាស់ដែរទេប៉ុន្តែមានមែនបងប្អូនគឺខ្មោចខ្លះគឺលងថ្ងៃត្រង់មែនហើយមីងតុំនឹងគាត់បានប្រាប់បងឌឿនថាពីដំបូងមកគឺគាត់អូសអួនទេតែថ្ងៃហ្នឹងគឺអូសអត់បានគាត់ថាថ្ងៃហ្នឹងគឺទៅអូសអួនពីអ្នកកូនស្រីគាត់រុញម្ដងបានតែកពឹសតូចទេត្រីមិនដឹងជាទៅណាអស់ហើយគាត់អូសប្រមាណអួនក៏បានតែចវាភ្លៀងហើយនឹងកពឹសទេអញ្ចឹងក៏គាត់សម្រេចចិត្តថាបើគាត់ទៅរាវនៅម្ដុំគល់ឈើប្រហែលជាត្រីប្រហែលជាមានដោយសារតែថ្ងៃត្រង់អញ្ចឹងត្រីវាអាចចូលពួនសងំនៅកន្លែងកលុកកលៀតគល់ឈើហើយគាត់ក៏សម្រេចចិត្តរាវគាត់ថារាវនឹងដំបូងគឺបានត្រីមួយត្រីទុកប៉ុន្តែត្រីទុកមួយនឹងគឺស្គមគាត់ថាធំតែក្បាលទេគាត់មើលទៅដូចថាវាអត់សូវទំនងអញ្ចឹងគាត់ក៏ខ្លាចដែរគាត់ក៏លែងត្រីទុកនឹងវិញទៅហើយគាត់ក៏បន្តដំណើរទៅរាវនៅតាមគល់ឈើបន្តទៀតគាត់រាវគាត់ថាបងប្អូនហើយត្រីនឹងគឺធំមែនទែនហើយត្រីនឹងក៏អត់សូវរើដែរហើយគាត់ក៏ចាប់ត្រីនឹងដើម្បីលើកឡើងមកគាត់ថាចាប់ពីក្រោមមកដូចជាចាប់ជាប់ត្រីទេប៉ុន្តែអ្វីដែលគាត់លើកឡើងមកគឺមិនមែនត្រីទេគឺជាកូនងាហើយកូនងាហ្នឹងក៏មិនមែនអ្នកណាយកបបោះចោលឬមួយក៏កូនងានឹងស្លាប់បាត់បង់ជីវិតអីដែរស្របពេលមីងតុំគាត់លើកមកហ្នឹងគឺកូនងាហ្នឹងគឺមានជីវិតគាត់ថាកូនងានឹងបើកភ្នែកដាក់គាត់ហើយគឺសោយដាក់គាត់ទៀតតែមិនមែនកូនងាទៅតែកើតទេណាបងប្អូនគឺកូនងានឹងគឺរៀងធំដែរបើឲ្យមីងតុំគាត់ស្មានគាត់ថាប្រហែលជាចូល5ឬក៏6ខែកូននឹងហើយពេលមីងតុំគាត់លើកមកហ្នឹងគឺកូនអត់យំទេគឺកូននឹងគឺសោយដាក់គាត់ហើយដល់ពេលឃើញរូបភាពអញ្ចឹងមកមីងតុំគាត់ថាមិនមែនមនុស្សទេបើសិនជាមនុស្សក៏មិនអាចធ្វើអញ្ចឹងបានដែរគាត់ថាប្រហែលជាខ្មោចច្រើនជាងអញ្ចឹងគាត់
ព្យាយាមទម្លាក់កូនងានឹងចោលហើយក្រោយពីគាត់ទម្លាក់កូនងាចូលនៅក្នុងទឹកនឹងវិញគាត់ក៏រត់ចេញក្រៅគាត់រត់ឡើងគោកចឹងទៅស្រាប់តែកូនគាត់នឹងសួរកូនស្រីក៏សួរថាម៉ែរត់ធ្វើអីមានរឿងអីមែនគាត់ថាកូនហើយអត់សូវស្រួលទេតោះយើងទៅផ្ទះវិញហើយកូនស្រីរបស់គាត់នឹងប្រហែលជាអាយុ14ឆ្នាំទេហើយកូននឹងក៏មិនមែនគិតថាខ្មោចលងអីដែរកូននឹងគិតថាប្រហែលជាម៉ែជួបកពើឬក៏ជួបអីប៉ុន្តែកូននឹងក៏អត់ហ៊ាននិយាយដែរទាល់ទៅដល់ផ្ទះទើបមិញតុំគាត់រៀបរាប់សាច់រឿងនឹងប្រាប់ទៅកូនគាត់នឹងហើយបង្ដឿនក៏គាត់នៅនឹងដែរតែបង្ដឿនគាត់ស្ដាប់ហើយក៏គាត់មានអារម្មណ៍ថាហួសចិត្តដែរវាមិនដែលខ្មោចណាលងកណ្ដាលថ្ងៃត្រង់ហើយស្របពេលដែលមិញតុំគាត់និយាយប្រាប់ទៅបង្ដឿននឹងក៏មានតាម្នាក់គាត់ឈ្មោះតាសល់ហើយក្រោយពេលតាសល់គាត់ដើរមកជួបបង្ដឿននឹងក៏គាត់សួរថាមានរឿងអីឮថានិយាយវោកវាក់អញ្ចឹងអត់មានរឿងអីទេមិញតុំនឹងគាត់ថាខ្មោចលងកណ្ដាលថ្ងៃត្រង់នៅបឹងស្នួលគាត់ថាពីដំបូងមកគាត់ចាប់បានត្រីតែដល់ពេលលើកមកមិនមែនត្រីទេគឺកូនងាហើយកូនងានឹងញឹមដាក់គាត់ទៀតហើយអញ្ចឹងទៅខ្ញុំក៏ហួសចិត្តដល់ពេលខ្ញុំហួសចិត្តទៅខ្ញុំសោចវាមិនដែលអាណាខ្មោចអាណាលងកណ្ដាលថ្ងៃត្រង់ហើយតាសល់គាត់ថាមែនអូនតាប្រាប់លងកណ្ដាលថ្ងៃត្រង់មែនតាសូម្បីតាក៏ធ្លាប់ខ្មោចនឹងលងដែរតែលងនៅពេលយប់កាលហ្នឹងគឺតាទៅបបក់ត្រីហើយតាមិនចូលចិត្តបបក់ត្រីពេលថ្ងៃទេគឺត្រីអត់ស៊ីទេតាតើប្រហែលជាម៉ោង5ឬក៏ម៉ោង6បានតាបបក់ជួនកាលទៅម៉ោង8ម៉ោង9អីតាបាន4 5អញ្ចឹងទៅតែបបក់រាល់ដងវាបានតែចម្លែកអីថ្ងៃមួយគឺគាត់បបក់អត់បានទេដល់ពេលបបក់អត់បានអញ្ចឹងដល់ម៉ោង7-10យប់ហើយកាលនោះក៏ខែភ្លឺដែរខែភ្លឺប៉ុន្តែគាត់ក៏អត់ភ្លេចដែរគឺគាត់យកពិលទៅមួយដល់ពេលបបក់យ៉ាងទៅអត់បានមិនមែនថាត្រីវាមិនស៊ីទេត្រីវាស៊ីប៉ុន្តែវត្តមកគឺអត់បានអញ្ចឹងក៏តានក៏ជេរថាគាត់ថាអើយអាត្រីស៊ីនោះស៊ីតែអត់មានវត្តបានអាខ្មោចណាមួយសោះក្រោយពីគាត់ជេរអញ្ចឹងគាត់ថាត្រីនឹងកាន់តែលឺមាត់លើដើមលឺមាត់ផ្លុងនេះផ្លុងនោះអញ្ចឹងទៅគាត់ថាចាស់ប្រហែលជាត្រីចិត្តស៊ីមែនតើណាសានគឺស៊ីមែនតើហើយក្រោយពីត្រីស៊ីនឹងគាត់ក៏ថាវត្តមកគឺធ្ងន់មែនតើត្រីនៅប្រហែលជាចូលទៅ4 ទៅ 5 គីឡូហើយតាមគាត់ថាហើយខែភ្លឺព្រឿងគឺគាត់អត់បានបាត់ពិលទេហើយក្រោយពីគាត់វត្តមកបងប្អូនណាឃើញត្រីមែនហោះមកធ្លូត្រីនឹងប្រហែលជាប៉ុនផ្លូវហ្នឹងទៅគាត់ថាធ្លាក់នៅក្រោយខ្នងគាត់ខ្បាក់គាត់ថាត្រីគឺធំមែនតើហើយគាត់ក៏បើកពិលប្រចាំងទៅមើលហើយក្រោយពីគាត់បើកពិលប្រចាំងទៅមើលនោះបងប្អូនណាត្រីនេះចាប់ផ្ដើមដោះដៃដោះជើងគាត់ថាពីដំបូងមកគឺអត់មានត្រីធម្មតាទេតែដល់ពេលគាត់ប្រចាំងពិលទៅមើលស្រាប់តែត្រីនឹងដោះដៃដោះជើងហើយត្រីនឹងខ្មៅទិលហើយក្រោយពីដោះដៃដោះជើងនឹងស្រាប់តែចេញជារូបរាងឆ្កែពណ៌ខ្មៅវិញហើយឆ្កែពណ៌ខ្មៅនោះមិនមែនតូចទេបងប្អូនហើយដំបូងគឺតូចតែពេលយូរទៅធំទៅគាត់ថាចង់ប្រប៉ុនកូនគូហើយក្រោយពីនឹងទៀតនោះគឺឆ្កែនោះគឺងើបចេញពីអាកន្លែងខាងក្រោយខ្នងគាត់នោះគឺដើរចូលទៅក្នុងទឹកវិញទៅហើយក៏បាត់ស្មោលទៅហើយទៅសល់ក្រោយពីគាត់ឃើញអញ្ចឹងគាត់ថាអូយគាត់អត់នៅទេគាត់ថាមិនមែនលើកទី1ទេដែលត្រូវខ្មោចលងនោះប៉ុន្តែសារនេះគាត់គឺធ្វើឲ្យគាត់ខ្លាចតែម្ដងហើយគាត់ក៏លីដងសទូចមកផ្ទះវិញមកទាំងដែលអត់មានបានត្រីអីតែមួយហើយមកដល់ក៏យាយគាត់ក៏សួរដែរថាតាវារដងទៅត្រឹមម៉ោង7ម៉ោង8អីបានត្រីមកមកតណោតតែចម្លែកអីថ្ងៃនេះទៅដល់តែម៉ោង10ជាងហើយគឺអត់មានបានត្រីអីសោះហើយដល់ពេលលឿនអញ្ចឹងនឹងតាសល់ក៏គាត់ឆ្លើយប្រាប់យាយគាត់វិញថាអូយយាយអើយមិនបានត្រីនឹងមកជុំទេងុំខ្មោចលងដល់ទៅខ្ញុំម្នាក់ទៀតហើយក្រោយពីតាសល់គាត់បានប្រាប់បង្ដឿនអញ្ចឹងហើយបង្ដឿនក៏គាត់ថាតានិយាយអញ្ចឹងដូចបន្លាយខ្ញុំអញ្ចឹងខ្ញុំរដងខ្ញុំនេសាទប៉ុន្តែតែដល់ម៉ោង6គឺខ្ញុំមកវិញហើយតាសល់ក៏គាត់ថាសាកម្ដងទៅសាកដល់យប់ម្ដងទៅចាំមើលជួបរឿងរន្ធត់ដូចគាត់អត់ហើយក្រោយពីទៅសល់ថាអញ្ចឹងគឺគាត់សាកមែនបង្ដឿនគឺគាត់អត់ខ្លាចទេគាត់ថាថ្ងៃនេះគាត់នឹងនេសាទដល់យប់ប៉ុន្តែគាត់អត់ទៅម្នាក់ឯងទេគឺគាត់ប្រពន្ធគាត់ទៅដែរគាត់ថាបើឡងវាគ្រាន់បានគ្នា2នាក់អញ្ចឹងហើយគាត់នឹងក៏មិនបានប្រាប់សាច់រឿងរន្ធត់ប្រាប់ប្រពន្ធគាត់ដែរខ្លាចប្រពន្ធគាត់នោះអត់ទៅជាមួយហើយថ្ងៃហ្នឹងគឺបង្ដឿនគាត់សាកមែនគាត់ថាគាត់រកត្រីដល់ម៉ោង8ឬក៏9បានគាត់ត្រឡប់មកផ្ទះវិញដូចថាគាត់នេសាទហ្នឹងគឺគាត់មានទូកមួយនិងសំណាញ់គាត់ឲ្យប្រពន្ធគាត់អ្នកអ៊ំហើយគាត់អ្នកដើរបង់តាមទឹកជ្រៅហើយថ្ងៃហ្នឹងគាត់ដូចជារៀងក្រទៅដែរគាត់ថារដងគាត់ទៅដល់បឹងស្នួលប្រហែលជាម៉ោង2តែចម្លែកអីថ្ងៃហ្នឹងគឺគាត់ទៅដល់ម៉ោង4ជាងហើយគាត់បង់តាមដំណើរអញ្ចឹងទៅបានខ្លះមិនបានខ្លះតែចម្លែកអីដល់ពេលម៉ោង6អាមេចាប់ផ្ដើមល្ងឹតហ្នឹងស្រាប់តែបានត្រីអញ្ចឹងប្រពន្ធគាត់ក៏អត់មាត់អីដែរអត់មានដឹងថាបង្ដឿនចង់សាក
ដឹងតែខ្មោចលងអីអត់ផងគាត់ចេះតែបងតាមដំណើរអញ្ចឹងទៅហើយក្រោយពេលមេឃចាប់ផ្ដើមល្ងិតហ្នឹងគាត់ក៏បើកពិលដែរហើយគាត់ថាមេឃហ្នឹងមិនទាន់ល្ងិតស្រួលបួលទេនៅចាប់ផ្ដើមតែអស់អាចថ្ងៃនៅមើលគ្នាស្គាល់នៅឡើយទេស្រាប់តែគាត់ជួបរឿងរន្ធត់តែម្ដងពេលហ្នឹងគាត់ថាប្រពន្ធគាត់នឹងចេះតែអុំទៅមុខទៅហើយគាត់ចេះតែបងសំណាញ់បដាប៉ុន្តែប្រពន្ធគាត់អុំអត់លឿនទេដោយសារប្តីពងបងសំណាញ់ចឹងគាត់ថាគាត់បងហើយជាប់ត្រីមួយគឺធំមែនតែនគាត់លើកមកសឹងតែមិនចង់រួចត្រីនឹងប្រហែលជា 3-4 គីឡូដូចដែលមិញតុំគាត់ឃើញចឹងហើយក្រោយពីនឹងទៀតនឹងក៏លើកត្រីនឹងដាក់លើទូកទៅហើយប្រពន្ធគាត់នឹងក៏អុំទៅមុខតទៀតហើយក្រោយពីមួយសន្ទុះនឹងបងប្អូនហើយស្រាប់តែមានក្បាលកូនក្មេងនឹងដែតនៅលើទឹកហើយទឹកនឹងជ្រៅគាត់ថាសំណាញ់គាត់ជើង 3-4-5 ម៉ែត្រហើយនៅបងមិនទាន់ដល់បាតស្រួលបួលផងហើយក្មេងនឹងគឺដែតក្បាលមកតែម្ដងហើយឃើញចឹងប្រពន្ធគាត់គឺថាប្រហែលជាខ្មោចហើយគាត់ឃើញចឹងគាត់ក៏ចាប់ផ្ដើមឆោឡោរត់មករកឲ្យបង្ដឿនជួយតែបង្ដឿនថាអុំទុកឲ្យស្រួលគឺថាគាត់ខ្លាចលិចអញ្ចឹងហើយប្រពន្ធគាត់នឹងក៏អត់ដើរទៅណាដែររត់តែគាត់ខ្លាចនៅកន្លែងក្បាលទុកនឹងឯងបង្ដឿននឹងក៏គាត់មិនដឹងធ្វើយ៉ាងម៉េចក៏គាត់ប្រាប់ថាឲ្យប្រពន្ធគាត់នឹងយកសបាវាយក្បាលកូននឹងទៅហើយប្រពន្ធគាត់មិនមែនបងប្អូនហើយវាយក្បាលមែនគាត់ថាដាក់ក្បាលប្រមាណចង្វាទៅស្រាប់តែបាត់ខ្មោចនឹងចេញពីក្នុងដែនតែទឹកហ្នឹងគាត់គិតថារួចខ្លួនហើយតែមានណាគាត់ស្រាប់តែប្រចាំងមកកដាលទូកបងប្អូនហើយគាត់ថាស្ត្រីពោះធំម្នាក់អង្គុយនៅលើទូកនឹងតែម្ដងហើយអាត្រីធំដែលនេះនឹងក៏បាត់ដែរគាត់ថាត្រីធំនឹងឯងដែលជាខ្មោចស្ត្រីពោះធំនឹងគាត់ថានៅលើទូកភ្នែកឡើងក្រហមថ្លែខ្សក់ក្បាលឡើងកន្ទ្រើងគាត់ថាស្ត្រីពោះធំនោះគឺមិនបែរមុខទៅប្រពន្ធគាត់ទេបែរមុខមករកបង្ដឿននេះវិញដូចថាបង្ដឿនគាត់រៀងប្រមាថគេដែរថ្ងៃមុនហ្នឹងហើយក្រោយពីបង្ដឿនហើយនឹងប្រពន្ធគាត់ឃើញចឹងបងប្អូនហើយមានធ្វើអីចេញមានតែឈរញាក់នៅលើទូកនេះឯងគាត់ថាសោតធរហ่ะប៉ុន្តែធរក៏គាត់មិនសូវចេះដែរសោតខុសខ្លះត្រូវខ្លះខុសខ្លះត្រូវខ្លះបានមួយសន្ទុះហ្នឹងស្ត្រីម្នាក់ដែលនៅអង្គុយលើទូកហ្នឹងក៏សាបរលាបបណ្ដាក៏បាត់ពីនឹងទៅហើយក្រោយពីនឹងមកគាត់ក៏ថាអត់នៅដែរគាត់ថាទៅគាត់ថាអុំទូកឡើងគោកហើយគឺត្រឡប់មកផ្ទះវិញរឿងត្រីគាត់ថាគិតក្រោយទៀតគាត់ថាបានរឿងច្រើនគួសមដែរគាត់ថាអុំទូកមកលឿនមែនទែនសឹងតែមិនខ្លាចលិចហើយក្រោយពីគាត់អុំទូកដល់លើគោកនោះគាត់ក៏រត់ទៅផ្ទះទៅហើយរឿងនេះគាត់ក៏អត់ហ៊ានប្រាប់ទៅមីងតុំនឹងតាសល់ដែរគាត់ខ្លាចពីអ្នកនឹងទៅសោយគាត់វិញអញ្ចឹងរឿងនឹងមានតែប្រពន្ធគាត់និងគាត់ទេដែលដឹងនោះហើយប្រពន្ធគាត់ក្រោយពីដឹងរឿងដែលបង្ដឿនគាត់យកមកដើម្បីពិសោធន៍ថាខ្មោចលងហើយអត់គាត់ក៏ខឹងដែរគាត់ថាចង់ដាក់ក្បាលប្តីគាត់នឹងមកយាវ៉ាទូកនឹងផងហើយបើតាមបង្ដឿនគាត់ប្រាប់បឹងស្នួលនឹងមិនមែនលងតែប៉ុណ្្នឹងទេគឺលងខ្លាំងណាស់លងតាំងពីច្រើនឆ្នាំដែលតសល់នៅក្មេងៗក៏គាត់ថាលងដែរបឹងនឹងព្រោះអីកាលពីសម័យប៉ុលពតហ្នឹងនៅក្នុងបឹងហ្នឹងក៏ស្លាប់ច្រើនដែរអញ្ចឹងសាច់រឿងរបស់បងឌឿនដូចជាមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយក៏សូមអរគុណបងប្អូនដែរដែលស្ដាប់ពីដើមដល់ចប់ហើយជាចុងក្រោយសូមជូនពរវីរៈកងទ័ពកម្ពុជានិងបងប្អូនជនភៀសសឹកសុខសប្បាយទាំងអស់គ្នាបត់ឈប់បាញ់72ម៉ោងនេះសូមបន្តទៅរហូតចប់ទៅរហូតកុំឲ្យមានសង្គ្រាមតទៀតក៏បានដែរព្រោះប្រទេសយើងត្រូវការសន្តិភាពអញ្ចឹងបុណ្យកុសលដែលខ្ញុំបានធ្វើកន្លងមកនោះក៏សូមឧទ្ទិសដល់វីរៈកងទ័ពកម្ពុជាដែលពលីសូមឲ្យពួកគាត់ឡើងឋានសួគ៌គ្រប់គ្នាហើយសង្ឃឹមថាបងប្អូនខ្មែរនឹងចងចាំឈ្មោះរបស់គាត់នឹកគុណរបស់គាត់ជាអ្នកការពារពួកយើងអញ្ចឹងគុណអំណាចមួយនេះស្ដាំតកូនតចៅមិនអាចភ្លេចបានទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណេះទេបើសិនជាការរៀបរាប់របស់ខ្ញុំខុសឆ្គងអីសូមខន្តីអភ័យទោសផងហើយជាចុងក្រោយសូមអរគុណសូមជម្រាបលា